កបិលវត្តធុងគមនៈបរិច្ឆេទទី16អេវង្ភកវីទវិហេសាវកម្មបៈមុខេហេកាលដែលព្រះដ៏មានព្រះភិក្ខគង់នៅក្នុងវត្តវេលុវ័នមួយអន្លើដោយភិក្ខុសង្ឃជាច្រើនមានអគ្គសាវកទាំងពីរជាប្រធានក្នុងកាលនោះព្រះបាទសិរីសទ្ធោទនៈទ្រង់ជ្រាបដំណឹងថាព្រះអង្គទ្រង់គង់ក្នុងទីនោះទើបត្រាស់ព្រះរាជបញ្ជាឲ្យអាមាត្យម្នាក់នាំបរិវារ1000ទៅនិមន្តអាមាត្យក៏ទទួលតាមព្រះរាជអង្គការនាំបរិវារទៅកាន់នគររាជកហៈចម្ងាយផ្លូវ60យោជន៍ដល់ហើយក៏ចូលទៅស្ដាប់ព្រះធម៌វិសេសទេសនាលុះចប់ព្រះធម៌ទេសនាបានសម្រេចព្រះអរហន្តទាំងអស់ហើយចូលសុំបព្វជិនិងឧបសម្បទាព្រះអង្គទ្រង់ប្រទានអេហិភិក្ខុឧបសម្បទាអាមាត្យទាំងអស់លិចមិនបានទូលតាមព្រះរាជបណ្ដាំទើបព្រះបាទសិរីសទ្ធោទនៈបញ្ជូនអាមាត្យទៅទៀតតាមទម្រង់នេះតាំងអំពីអាមាត្យម្នាក់បរិវារ1000ដរាបដល់អាមាត្យ9នាក់បរិវារ9000អស់វេរៈ9ដងអាមាត្យទាំងអបាលនោះសម្រេចកិច្ចការរបស់ខ្លួនហើយស្ងៀមនៅទាំងអស់លំដាប់នោះព្រះរាជាទ្រង់ព្រះតម្រិះថាអាមាត្យដែលទៅមិនបានក្រាបទូលដល់ព្រះអង្គទើបត្រាស់ប្រើកាលុទាយិអាមាត្យទៅនិមន្តព្រះអង្គទៀតកាលលុទាយិអាមាត្យក៏ទទួលតាមព្រះរាជអង្គការហើយសូមឲ្យព្រះអង្គអនុញ្ញាតឲ្យបួសកាលបើព្រះរាជាទ្រង់ព្រមទើបនាំបរិវារ1000ទៅដល់វត្តវេលុវ័នបានស្ដាប់ធម៌ក៏បានសម្រេចព្រះអរហន្តមួយអន្លើដោយបរិវារហើយសូមបព្វជិនិងឧបសម្បទាព្រះអង្គទ្រង់បំពោះជាអេហិភិក្ខុទាំងអស់កាលុទាយិថេក៏គិតថាអាត្មាអញបានសម្រេចមគ្គផលហើយកាលនេះគួរព្រះសាស្តាយាងទៅកាន់នគរកបិលវត្ថុក្នុងថ្ងៃពុណមីខែពពុនទើបចូលទៅក្រាបបង្គំទូលព្រះអង្គពោលសរសើរនៅផ្លូវទៅកាន់នគរកបិលវត្ថុដោយគាថា60ហើយទូលបដិបត្តិហេតុថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះបាទសិរីសទ្ធោទនៈជាព្រះរាជពុទ្ធមេត្តានិរាជចាកព្រះអង្គយូរហើយព្រះអង្គមានព្រះរាជាព្រះរាជហឫទ័យចង់ឃើញព្រះអង្គណាស់ទ្រង់ប្រើខ្ញុំព្រះអង្គមកនិមន្តសូមព្រះអង្គធ្វើនៅសេចក្តីសង្គ្រោះដល់ព្រះញាតិ
សាធុសាធុទាយិករិសាមិព្រះដ៏មានព្រះភិក្ខទទួលថាមនាលឧទាយិប្របីហើយតថាគតនឹងទៅធ្វើសេចក្តីសង្គ្រោះដល់ញាតិចូលប្រាប់ដល់ភិក្ខុសង្ឃផងចុះព្រះថេរៈក៏ប្រាប់ដល់ភិក្ខុសង្ឃព្រះដ៏មានបុណ្យមានភិក្ខុសង្ឃ 20000 អង្គជាបរិវារយាងចាកនគររាជកហៈទៅកាន់កបិលវត្ថុបុរីចម្ងាយផ្លូវ60 យោជន៍ចំណែកស្ដេចសក្យរាជមានពុទ្ធបិតាជាប្រធានបានឮដំណឹងថាព្រះអង្គយាងមកមានសេចក្តីសោមនស្សរីករាយណាស់ក៏ប្រជុំគ្នាតាក់តែងផ្លូវលើកទង់រយរាយផ្កាទទួលព្រះអង្គហើយបញ្ជូនរាជកុមាររាកុមារីមានវ័យក្មេងជាងព្រះអង្គឲ្យទៅទទួលមុនលំដាប់នោះព្រះសាស្តាឡើងកាន់ទូកឆ្លងដល់ត្រើយនាយឡើងចាកទូកទ្រង់សម្ដែងរូបសិរីផ្សាយទៅនៅឆពនរាំងសីយាងចូលទៅកាន់និក្រូធិរាមមួយអន្លើដោយព្រះខៃណាស្រោប 20000 អង្គដល់ហើយគង់លើពុទ្ធាសនៈដ៏ប្រសើរស្ដេចសក្យរាជទាំងពួងមានព្រះបាទសិរីសធូតនៈជាប្រធានប្រកាន់ខ្លួនថាចាស់ជាងព្រះអង្គក៏មិនបានថ្វាយបង្គំគ្រានោះព្រះសាស្តាជ្រាបអធ្យាស្រ័យនឹងព្រះញាតិក៏ទ្រង់សម្ដែងយមកបតិហានិមិត្តទីចង្ក្រមកែវយាងចង្ក្រមក្នុងអាកាសហើយនិមិត្តជាព្រះពុទ្ធមួយព្រះអង្គទៀតឲ្យដោះបញ្ញាទ្រង់ត្រាស់សួរបញ្ហាព្រះបាទសធូតនៈឃើញបដិហាមានបៃតិសមនស្សមិនអាចទប់ទល់បានក៏លើកអញ្ជលីថ្វាយបង្គំដើម្បីឲ្យព្រះអង្គអត់ទោសព្រះរាជាថ្វាយបង្គំក្នុងកាលនោះឈ្មោះតតិយវន្ទាស្ដេចសក្យរាជទាំងអស់ឃើញព្រះពុទ្ធបិតាថ្វាយបង្គំព្រះអង្គហើយទើបយាងចុះចាកអាកាសមកគង់លើពុទ្ធាសនៈវិញខណៈនោះភ្លៀងបោខៈពស់ក៏ធ្លាក់ចុះព្រះអង្គប្រពភ្លៀងបោកពស់សម្ដែងនៅមហាវេស្សន្តរជាតកលុះចប់ទេសនាស្ដេចសក្យរាជក៏ក្រោកចាកអាសនៈថ្វាយបង្គំជៀសចេញទៅនឹងមានអ្នកណាមួយនិមន្តព្រះអង្គឲ្យសោយក្នុងវេលាស្អែកទៀតក៏ទេពុណតិវសេហកវីលុះដល់ថ្ងៃស្អែកឡើងព្រះដ៏មានព្រះភិក្ខទ្រង់មានភិក្ខុ 20000 អង្គជាបរិវារយាងចូលទៅកាន់នគរក្នុងភិក្ខាចារវេលារាច់ទៅដើម្បីបណ្ឌបាតផ្សាយទៅនៅរស្មី6 ពណ៌ព្រះអង្គឈរទៀបកូតថ្មអន្ទខីលៈពិចារណាថា
ព្រះពុទ្ធពីបុរាណចូលទៅកាន់នគរដើម្បីទទួលភិក្ខាហាររបស់រាជត្រកូលមុនឬដូចម្ដេចព្រះអង្គជ្រាបថាព្រះពុទ្ធពីដើមរមែងត្រាច់ទៅតាមលំដាប់ត្រកូលទទួលភិក្ខាហារបំពេញបិណ្ឌបាតតាមចរិតវត្តជ្រាបហើយក៏ទៅតាមលំដាប់ផ្ទះដើម្បីបិណ្ឌបាតមហាជនក្នុងនគរឃើញព្រះអង្គក៏ផ្អើលឆោឡោស្ទុះទៅមើលរាល់គ្នាបានពោលថាព្រះសទ្ធត្ថរាជកុមារត្រាច់ចោបិណ្ឌបាតចំណែករាហុលមេតាឮសំឡេងកោឡាហលក៏សួរស្រីស្នំស្រីបំរើស្រីទាំងឡាយសួរទូលថាព្រះកេសស្ដានាងមកដល់នគរហើយកាន់បាតត្រាច់សុំភិក្ខាហារនាងពំពីបានស្ដាប់គិតថាព្រះអាយបុត្រកោសក់កោពុកមាត់ស្លៀកដណ្ដប់សម្ពុតកាសាវៈកាន់បាតដោយបិណ្ឌបាតដូចម្ដេចទៅទើបនាងក្រាបយាងប្រញាប់បើកសីហបញ្ជាតូតមើលឃើញព្រះអង្គមានព្រះកាយរុងរឿងដោយអស័យជានុជញ្ញៈជាដើមព្រះនាងក៏ស្លុតព្រះរាជហឫទ័យទួញយំស្ទុះប្រញាប់ទៅក្រាបបង្គំទូលព្រះបាទសិរីសទ្ធោទនៈថាបបិទ្ធព្រះសមត្ថិទេពព្រះអិយបុត្រព្រះអង្គត្រាច់បិណ្ឌបាតព្រះរាជាទ្រង់ព្រះសម្ដាប់ហើយក៏កើតសង្វេគទ្រង់មនីចុះចាកប្រាសាទចូលទៅកាន់សំណាក់ព្រះពុទ្ធជាម្ចាស់ទូលថាមិនគួរព្រះអាយបុត្រដើរបិណ្ឌបាតដូច្នេះសោះខ្ញុំនេះជាមនុស្សកំសត់ទុរគតមិនអាចថ្វាយផាត់តាហាដល់ភិក្ខុសង្ឃទាំងអស់ឬព្រះសាស្តាតបថាមហារាជបិណ្ឌបាតចារិកវត្តនេះជាវង្សនៃតថាគតពុំមែនជាវង្សនៃខត្តយៈជាតិទាំងពួងទេតែបិទថាធម្មតាព្រះពុទ្ធទាំងឡាយរមែងចិញ្ចឹមជីវិតដោយភិក្ខាហារចារិកវត្តនេះទើបព្រះអង្គសម្ដែងធម៌មានបទថាវុតិថេនៈបមញ្ជេយៈដូច្នេះជាដើមដល់ព្រះវរៈបិតាលុះចប់គេថាព្រះវរបិតាស្ថិតនៅក្នុងសោតាបត្តផល